អ្នកភូមិបានជីករណ្ដៅយ៉ាងធំរួចហើយយកសត្វមកដាក់ជាអន្ទាក់ដើម្បីចាប់ពស់នោះសង្ឃឹមតែសត្វពពែនេះនឹងតាក់ទាញពស់ឲ្យចូលមកស៊ីទៅចុះអូនោះហើយសត្វពពែកន្ទុយមាសមុខจะនៅក្នុងពោះវាជាមិនខានទេរឿងពូរ៉េតនិងពស់កត់កន្ទុយមាននិទានមួយដំណាលតគ្នាថាសម័យនោះតែងតែមានសត្វពស់សត្វខ្លាសត្វចចកចូលស៊ីមាន់ទាអ្នកស្រុកសឹងតែរាល់ថ្ងៃនៅផ្ទះពូរ៉េតថ្ងៃនេះកូនមិនបាច់ទៅស្រែជាមួយពុកទេណាពុកទៅស្រែមួយផ្លេតហើយហួសទៅបោចលពាក់តែម្ដងបាទពុកប្រយ័ត្នផងណាពូរ៉េតតែងតែប្រកបរបរបោចលពាក់យកមកធ្វើបង្គីចង្រែកនិងឈ្នាងផ្សេងហើយគាត់ពិតជាមានភាពប៉ិនប្រសប់ក្នុងការធ្វើយ៉ាងខ្លាំងនៅក្បែរគុំលពាក់អាយ៉ាគុំលពាក់នេះដុះច្រើនណាស់តើហើយធំល្អទៀតតែថាបលាក៏ច្រើនណាស់ដែរមើលចោះពិតជាមានលពាក់ដោះច្រើនខ្លាំងណាស់នៅតាមចុងភូមិក្បែរវាលស្រែហើយលពាក់ទាំងអស់នោះក៏ជាទីជម្រកសម្រាប់សត្វព្រៃមួយចំនួនផងដែរត្រូវតែប្រយ័ត្នទៅបានបើមិនមុតបលាក៏អាចជន់កូនក្រួចឬក៏ជន់កូនពស់ដែរមែនហើយលពាក់ដោះជាកំពតតែងតែមានសត្វទន្សាយកូនក្រួចឬក៏អាចមានរុនកណ្ដុររុនពស់ផងដែរក្នុងពេលនោះពូប្រាជ្ញក៏បានដើរមកដល់លបងរ៉េតអើយហើយមកបោចលពាក់ទៀតហើយមែនទេបាទលបងហើយថ្ងៃនេះខ្ញុំនឹងបោចឲ្យបានច្រើនទៀតផងបាញ់ចឹងលបងបោចឲ្យច្រើនទៅហើយកុំភ្លេចជួយធ្វើឈ្នាងឲ្យខ្ញុំមួយផងណាលបងខ្ញុំត្រូវការឈ្នាងយកទៅជាត់ត្រីបាទចុះមានតែស្អីឈ្នាងធ្វើពីអាស័យនឹងមានតាក់តងអីជាមួយនឹងលពាក់មិនអីទេចាំខ្ញុំធ្វើឲ្យហើយខានស្អែកចាំខ្ញុំឲ្យបដូលយកទៅជូនលបងចុះណាបាទបើអញ្ចឹងអរគុណហើយលបងហើយយ៉ាងម៉េចម៉ាចាំខ្ញុំជូនប្រាក់តាមក្រោយណាខ្ញុំលាសិនហើយលបងបាទពូរ៉េតបោចកាប់បណ្ដើលើបន្លាបណ្ដើបានលពាក់មួយចំនួនធំភ្លាមនោះគាត់ក៏បានឃើញពស់វែកដ៏ធំផងដែរអាយ៉ានេះបើសិនជាយើងមិនប្រយ័ត្នមុខจะត្រូវឯងចឹកជាមិនខានឃើញថាពស់វែកមិនតាន់ចឹកផងពូរ៉េតបំរុងទៅយកផ្កាក់កាប់ពស់នោះសម្លាប់ទៅហើយព្រោះគាត់ខ្លាចពស់វែកចឹកគាត់តែថាពស់នោះបែរជាមិនចឹកគាត់ទេសំណាងហើយដែលយើងមានផ្កាក់ការពារកុំអីត្រូវពស់ចឹកបាត់ទៅហើយនាងតើឯងមិនចឹកយើងទេមែនទេកំរឃើញណាស់ដែលពស់វែកដែលមិនចឹកបែបនេះតែថាពស់នោះបែរជាមិនចឹកគាត់ទេបែរជាមិនចឹកគាត់នឹងជួយវែកបន្លាឲ្យគាត់ទៅវិញលើកទី1ហើយដែលយើងឃើញពស់មានទឹកចិត្តបែបនេះអនាគតទៅឯងមុខជាមានអ្នកតាកាន់និងមានសិលជាមិនខានដោយឃើញថាពស់នោះស្លូតពូរ៉េតក៏មិនបានធ្វើបាបវាដែរខ្ញុំសុំទោសផងណាពស់វែកមុននេះដោយសារតែខ្ញុំការពារក៏ជ្រុលដៃកាប់ចំកតុយឯងទៅខ្ញុំមិននឹកស្មានតែឯងជាពស់ដែលស្លូតបែបនេះសោះឯងទៅចុះប្រយ័ត្នខ្លួនផងណាសត្វពស់ចម្លែកនោះវាក៏បានងក់ក្បាលហើយក៏បានលូនចេញបាត់ទៅឃើញថាថ្ងៃជ្រេក៏កាន់តែខ្ពស់ឡើងពូរ៉េតក៏បានប្រមូលលពាក់ដើម្បីយកទៅផ្ទះវិញនៅផ្ទះពូរ៉េតមកពីបោចលពាក់វិញហើយមែនទេពងនឹងឲ្យកូនថ្ងៃនេះពុកបោចបានច្រើនណាស់ពងចាំខ្ញុំជួយរែងសង្រេងនិងបង្គាជាមួយពុកចុះសង្ឃឹមថាយើងនឹងធ្វើឲ្យបានកាន់តែច្រើនពេលនោះដែរបណ្ដូលក៏បានកត់សម្គាល់ឃើញថាពងក្បិតពុកដូចជាមានប្រឡាក់ឈាមនឹងហើយពុកបានឆ្កាព្រៃប៉ះចំសត្វព្រៃហ្នឹងណាទើបបានជាប្រឡាក់ឈាមបែបនេះតែកូនកុំបារម្ភអីបាទពងឪពុកកូនទាំងពីរបានយកដើមលពាក់ធ្វើបង្គីរែងចង្រែកបានជាច្រើនហើយថ្ងៃនោះបណ្ដូលក៏បានយកបង្គីទៅជូនពូប្រានៅផ្ទះពូប្រាលោកពូជំរាបសួរខ្ញុំយកឈ្នាងយកមកជូនលោកពូហើយអូអរគុណហើយណាបដូលអាយ៉ាស្នាដៃលបងរ៉េតពិតជាប្រកែមែនមើលចុះមាំឲ្យស្អាតខ្លាំងណាស់បាទអរគុណហើយលោកពូបន្ទាប់ពីបានប្រាក់ពីពូប្រាជ្ញហើយបណ្ដូលក៏វិលទៅផ្ទះវិញដើម្បីទិញត្រីសាច់បន្លែយកទៅធ្វើម្ហូបម្ដងនេះខ្ញុំនឹងធ្វើស៊ុបមាន់ខ្មៅឲ្យពុកពិសាម្ដងពុកកាន់តែចាស់ហើយពិសាអាហារដែលជួយបើកម្លាំងច្រើនបន្តិចទើបល្អពីមួយថ្ងៃទៅមួយថ្ងៃពូរ៉េតនិងបណ្ដូលតែងតែយកលពាក់ច្នៃធ្វើសម្ភារៈស្អាតលក់ជូនអ្នកភូមិគ្រប់គ្នានៅផ្ទះពូរ៉េតកូនប្រុសថ្ងៃនេះពុកនឹងបង្រៀនកូនអំពីការស្លដែកធ្វើកំបិតនិងលំពែងណាមែនទេពងនេះកូនចង់ចេះស្លដែកយកមកធ្វើកំបិតបថៅយូរមកហើយមែនហើយ
ណាមួយពុកឃើញថាតម្រូវការរបស់បងប្អូននៅក្នុងភូមិក៏មានច្រើនកូនឯងរៀនចេះហើយអាចធ្វើយកទៅលក់តែម្ដងពុកពិតជាប្រកែកណាស់ពុកសង្កេតសភាពការបានយល់គ្រប់កលៈទេសៈពុកមិនមែនប្រកែកទេតែនេះជាវិធីរកស៊ីណាធ្វើស្រែទាន់មានទឹកធ្វើរបស់លក់ត្រូវមើលស្ថានភាពស្របតាមតម្រូវការផងដែរបាទពុកនៅក្នុងរាត្រីមួយនៃផ្ទះពូប្រាច់ឯនេះវិញហាក់មានអ្វីប្លែកកើតឡើងតើមានរឿងអីចំពោះមន់របស់ខ្ញុំឬមួយក៏មានសត្វសាហាវមកស៊ីទេដឹងពូប្រាច់បានទៅមើលទ្រង់មន់សង្កេតឃើញថាមន់របស់គាត់ជាច្រើនក្បាលត្រូវបានដាច់ជាកំណាត់មានរបួសនិងមានឈាមផងដែរមិនបានទេបើបែបនេះទៀតមន់ទារបស់ខ្ញុំមុខចាហិនហើយមិនខានទេខ្ញុំត្រូវតែដាក់អន្ទាក់វាសិនទៅបានពូប្រាច់បានគិតរកវិធីដាក់អន្ទាក់តែភ្លាមនោះគាត់ក៏បានសម្គាល់ឃើញថាមានសំណក់ពស់នៅក្បែរនោះយ៉ាងធំសំណក់ពស់ធំណាស់សង្ស័យទៅពស់នេះហើយមើលទៅដែលវាបានមកស៊ីមន់ទារបស់យើងនោះយើងត្រូវទៅតាមដានថាពស់នេះវាមកពីណានៅក្នុងរាត្រីបន្ទាប់ពីពូប្រាច់បានឮសំឡេងមន់ស្រែកយំជាខ្លាំងម្ដងទៀតតែគាត់មិនហ៊ានចេញមកមើលនោះទេបានត្រឹមនិយាយក្នុងផ្ទះថាព្រះអើយមុខជាអាពស់ចង្រៃនោះជាអ្នកស៊ីមន់ទាយើងមិនខានទេខ្ញុំត្រូវតែយកតំណែងនេះទៅប្រាប់អ្នកភូមិទៅបានមួយសន្ទុះក៏បានស្ងាត់សំឡេងមន់ស្រែកវិញលុះព្រឹកឡើងពូប្រាច់សម្គាល់ឃើញថាមន់របស់គាត់បានងាប់អស់គ្មានសល់ខ្ញុំត្រូវតែយកតំណែងនេះទៅប្រាប់អ្នកភូមិទៅបាននៅតាមផ្លូវលបងប្រាជ្ញហើយលបងធ្វើដំណើរទៅណាហ្នឹងអីក៏លឿនម្លេះលបងខ្ញុំមានរឿងចង់ប្រាប់អ្នកភូមិយើងឲ្យដឹងតើមានរឿងអីទៅលបងយប់មិញហ្នឹងណាមានពស់ដ៏ធំមួយចូលមកស៊ីមន់ខ្ញុំវាមកស៊ីមន់ខ្ញុំអស់គ្មានសល់ទេដូច្នេះខ្ញុំចង់ប្រាប់អ្នកភូមិឲ្យប្រយ័ត្នប្រយែងហ្នឹងណាលបងមិនក៏អីលបងប្រហែលថ្ងៃមុនឆ្កែរបស់ខ្ញុំក៏ត្រូវបានសត្វសាហាវមកខំដាច់ជាកំណាត់ដែរមិនដឹងជាសត្វស្អីទេសង្ស័យទៅពស់នោះហើយមើលទៅមែនហើយខ្ញុំបានឃើញសំណក់ពស់ផ្ទាល់នឹងភ្នែកណាវាពិតជាធំគួរឲ្យខ្លាចមែនណែនិយាយអញ្ចឹងប្រយ័ត្នក្មេងៗផងណាកុំឲ្យក្មេងៗទៅលេងកន្លែងស្ងាត់ឲ្យសោះមែនហើយពស់ធំអញ្ចឹងមុខជាវាស៊ីមិនរើសមុខទេមិនថាមនុស្សមិនថាសត្វបើដូច្នេះពួកយើងត្រូវតែប្រយ័ត្នឲ្យបានខ្លាំងអញ្ចឹងចាំជួយប្រាប់អ្នកភូមិយើងផងណាថាឲ្យប្រយ័ត្នគ្រប់គ្នាខ្ញុំខ្លាចពស់នោះចូលមកសម្លាប់អ្នកភូមិយើងណាបាទលបងចាំខ្ញុំប្រាប់គ្រប់គ្នាចុះព្រោះត្បិតអីខ្ញុំក៏សង្ស័យយូរហើយដែរឥឡូវនេះបានដឹងច្បាស់ហើយបាទបើអញ្ចឹងខ្ញុំលាហើយណាលបងនិយាយចប់ពូប្រាជ្ញក៏បានត្រឡប់ទៅផ្ទះវិញរីឯពូកៅក៏បានដើរទៅប្រាប់អ្នកភូមិអំពីរឿងពស់ដល់គ្រប់គ្នាមើលចោះគាត់ក៏បានមកដល់ផ្ទះមិញណយឆ្ងល់ដល់ហើយយប់មិញតើមន់ទាវិស្រែកលូឡារឿងអីឬមួយក៏ឆ្កែចចកចូលស៊ីទៅដឹងនឹងកំពុងតែរអ៊ូស្រាប់តែពូកៅក៏បានមកដល់ល្មមអ្នកណយកំពុងតែពិបាកចិត្តរឿងអីឬសូរល្ងៅមុននេះនោះលោកបងខ្ញុំឆ្ងល់ណាស់យប់មិញមន់ទាស្រែកលូឡាពេញទ្រុងខ្ញុំកំពុងគិតថាបើសិនជាសត្វសាហាវចូលណាដូចជាមិនអាចទៅរួចទេព្រោះភូមិយើងបានធ្វើពិធីដេញអស់ទៅហើយសង្ស័យទៅជួបរឿងដូចខ្ញុំនឹងលបងប្រាជ្ញហើយមើលទៅខ្ញុំនៅតែមិនអស់ចិត្តនឹងរឿងសម្រែករបស់សត្វក្នុងទ្រុងរបស់ខ្ញុំសោះហើយនិយាយអញ្ចឹងលោកបងបានជួបរឿងដូចគ្នាយ៉ាងម៉េចវិញទៅប្រហែលជាពស់យក្សមកស៊ីហើយព្រោះលបងប្រាជ្ញបានឃើញសំណក់ពស់យក្សយ៉ាងធំខ្ញុំក៏សង្ស័យដែរឆ្កែខ្ញុំមានស្នាមខំដាច់ជា2-3កំណាត់សង្ស័យទៅពស់នោះហើយមើលទៅតើរឿងនេះពិតដែរទេអញ្ចឹងតើបានជាថ្ងៃមុនខ្ញុំចូលទៅរើសអស់ក្នុងព្រៃបានឃើញដានពស់វិវាធំណាស់បើអញ្ចឹងប្រហែលមែនហើយព្រោះសត្វចចកខ្លាសអីណាវាលែងហ៊ានហើយមានតែពស់យក្សប៉ុណ្ណោះខ្ញុំដូចជាខ្លាចណាស់អញ្ចឹងខ្ញុំលាសិនហើយអ្នកខ្លាចមេឃយប់តន់ចាលោកបងមីងណយកាន់តែមានអារម្មណ៍ថាភ័យខ្លាចនៅពេលដែលឮថាមានពស់យក្សចូលមកក្នុងភូមិហេតុអីក៏យប់នេះឆ្កែព្រុសខ្លាំងម្ល៉េះខ្ញុំដូចជាព្រឺសម្បុរដល់ហើយតើពស់នោះវាចាញ់មកហើយមែនទេម៉ែកំពុងធ្វើអីគៀនពីងនឹងអាពៅមកស្ងាត់បែបនេះម៉ែភ័យលិចនោមហើយណាខ្ញុំមកលឿនតើម៉ែតែថាបើម៉ែខ្លាចណាចូលទៅផ្ទះទៅខ្ញុំមុជទឹកសិនងូតចោះណាហើយស្រោតឲ្យលឿនណាយប់ជ្រៅហើយបាទម៉ែអាពៅហេតុតែនៅក្មេងវាចូលចិត្តលេងណាស់មើលចោះសំបីតែយប់ណាស់ទៅហើយក៏វានៅតែមិនខ្វល់
ងូតទឹកផងលេងទឹកផងសបាយសឹងអីទៅហើយម៉ែខ្លាចនោះខ្លាចអាពៅងូតទឹកបណ្ដើច្រៀងបណ្ដើទាំងគ្មានខ្លាចអ្វីសោះហើយចោះអាពៅវាងូតទឹកយូរម្លេះវាមិនខ្លាចទេអីឡាអូនអើយអូនឡាមកច្រៀងលេងជាមួយគ្នាឡាកំពុងតែច្រៀងលេងសុកស្រាប់តែមានអ្វីចាប់យកអាពៅទៅឆ្ងាយអើយជួយផងម៉ែជួយផងរួចចោះអាពៅវាស្រែករឿងអីម្ដងច្រៀងម្ដងស្រែកមីងណ້ອຍភ័យស្លន់ស្លោរត់ចោះចេញទៅមើលអាពៅហាអាពៅទៅណាហើយកូនអាពៅឈាមពេលនោះស្រាប់តែមីងណ້ອຍសម្គាល់ឃើញថាមានសត្វតែឈាមឬមួយក៏ពស់ជាចាប់យកកូនខ្ញុំទៅអ្នកស្រុកអើយអ្នកភូមិអើយជួយផងមីងណ້ອຍស្រែករកអាពៅគ្រប់ទិសទីមួយជប់ទល់ភ្លឺហើយគាត់ក៏បានដើរទៅផ្ទះពូប្រាជ្ញនៅផ្ទះពូប្រាជ្ញអាពៅរបស់ខ្ញុំមិនដឹងទៅដល់ទីណាហើយទេ តើមានរឿងអីនឹងអ្នកណ້ອຍបានជាយំលហេមលហាមយ៉ាងហ្នឹង លោកបងប្រាជ្ញអាពៅកូនខ្ញុំជប់មិញណាងូតទឹកសុកខ្ញុំលើសំឡេងវាស្រែកជួយផងតែឥឡូវនេះបាត់វាហើយឃើញតែឈាមណាលោកបង តិចពោះយៈជាអ្នកចាប់ទេដឹងព្រោះថ្ងៃមុនមន់របស់ខ្ញុំក៏ខ្ទេចគ្មានសល់ដែរ បើបែបនេះមែនណាតើគួរធ្វើបែបណាទៅលោកបង បើអញ្ចឹងពួកយើងនាំគ្នាទៅប្តឹងលបងមេភូមិទៅលបងមេភូមិនឹងជួយរកវិធីដោះស្រាយជាមិនខានទេបំរុងតែទៅផ្ទះមេភូមិពូរ៉េតក៏បានដើរមកដល់លបងប្រាជ្ញអ្នកណ້ອຍហើយមានរឿងអីបានជាស្លន់ស្លោបែបនេះគឺពួកខ្ញុំកំពុងទៅផ្ទះមេភូមិហ្នឹងណាតើមានរឿងអីបានជាទៅផ្ទះមេភូមិគឺថាអាពៅកូនខ្ញុំងូតទឹកសុកស្រាប់តែឮសំឡេងស្រែកពេលខ្ញុំចេញមកណាមិនឃើញអាពៅទេតែខ្ញុំឃើញឈាមច្រើនណាស់ខ្ញុំសង្ស័យថាពស់ស៊ីវាហើយមានរឿងអញ្ចឹងផងអីគួរឲ្យរន្ធត់ណាស់បើអញ្ចឹងអ្នកទាំងពីរបញ្ញាប់ទៅផ្ទះមេភូមិចុះបានការយ៉ាងណាចាំខ្ញុំទៅជួយអ្នកណ້อยតាមរកអាពៅចុះចាលោកបងពូប្រាជ្ញនិងមីងណ້อยបានសម្ដៅទៅផ្ទះមេភូមិចំណែកពូរ៉េតក៏សម្ដៅទៅព្រៃលពែមិនដឹងថាពៅទៅដល់ណាហើយទេពូរ៉េតប្រមូលចោះប្រមូលឡើងស្រាប់តែគាត់បានឃើញពស់ដ៏ធំមួយបានចេញមកពស់នេះឯងគឺជាពស់យៈនៅក្នុងភូមិស៊ីមន់របស់អ្នកស្រុកមែនទេតើពូមិនស្គាល់ខ្ញុំទេមែនទេនេះឯងចេះនិយាយផងមែនទេមែនហើយពូរ៉េតខ្ញុំគឺជាពស់ដែលពូបានកាប់ដាច់កន្ទុយខ្ញុំនោះអីអូយើងស្គាល់ហើយឯងគឺជាពស់ដែលខ្ញុំកាប់ដាច់កន្ទុយតើពីមុនឯងតូចទេឥឡូវខ្ញុំមិននឹកស្មានថាឯងអាចធំដល់ថ្នាក់នេះសោះមែនហើយពូរ៉េតពេលនេះខ្ញុំធំជាងមុនហើយខ្ញុំក៏ជាពស់រក្សាសិលទៀតផងកាន់សិលមែនទេតែយើងមិនជឿឯងទេឯងស៊ីមន់អ្នកស្រុកមែនទេអត់ទេខ្ញុំអត់បានស៊ីទេពូខ្ញុំពិតជាពស់ប្រកាន់សច្ចៈមែនណាពូខ្ញុំក៏គិតអញ្ចឹងដែរព្រោះឯងគឺជាពស់ដែលស្លូតតាំងតែពីតូចមកជឿខ្ញុំចោះពូខ្ញុំមិនបានសម្លាប់សត្វរបស់អ្នកភូមិនិងអាពើទេហើយខ្ញុំក៏មិនដឹងថាអាពើវាបាត់ទៅណាដែរខ្ញុំជឿឯងចោះតែអ្នកភូមិគេមិនជឿឯងនោះទេណាតាមតែពួកគេទៅចោះពូខ្ញុំមិនថាអីទេបើអញ្ចឹងខ្ញុំបញ្ញាប់ទៅវិញហើយណាខ្ញុំបញ្ញាប់ទៅផ្ទះលោកមេភូមិនៅផ្ទះមេភូមិលោកបងមេភូមិជួយខ្ញុំផងទៅយប់មិញអាពៅកូនរបស់ខ្ញុំត្រូវបានពស់ចាប់យកទៅស៊ីហើយមែនហើយសូមជួយរកដំណោះស្រាយផងទៅលបងមេភូមិតើរឿងនេះពិតដែរទេពិតជាមានពស់យៈស៊ីអាពៅមែនអីខ្ញុំមិនបានឃើញច្បាស់នឹងភ្នែកទេប៉ុន្តែខ្ញុំច្បាស់ណាស់ថាមុខជាពស់មិនខានទេព្រោះសត្វស្រុកសុទ្ធតែមានស្នាមឈាមដូចគ្នាឥឡូវគិតអញ្ចេះចុះអ្នកទាំងអស់គ្នាអាចដាក់សត្វយកមកធ្វើជាធ្នាក់ហើយជីកដៅបើពស់នោះឃើញសត្វកាលណាវានឹងលូនចូលទៅស៊ីហើយវានឹងធ្លាក់ចូលក្នុងដៅមិនខានបាទលបងមេភូមិពួកយើងនឹងរួមសាមគ្គីគ្នាជីកដៅនោះអ្នកភូមិបានជីករណ្ដៅយ៉ាងធំរួចហើយយកសត្វមកដាក់ជាអន្ទះដើម្បីចាប់ពស់នោះសង្ឃឹមថាសត្វប្រភេទនេះនឹងទាក់ទាញពស់ឲ្យចូលមកស៊ីទៅចុះ
នឹងហើយខ្ញុំក៏គិតអញ្ចឹងដែរខ្ញុំនឹងសម្លាប់ពស់នោះដោយផ្ទាល់ដៃបើសិនជាវាធ្លាក់ចុះក្នុងរណ្ដៅនេះអ្នកភូមិបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យកពស់យក្សចំណែកឯពស់យក្សក៏បានជប់នឹងបិសាចចចនៅក្នុងព្រៃតើឯងជាអ្នកស៊ីអាពៅនឹងសัตว์នៅក្នុងភូមិមែនទេមែនហើយយើងគឺជាអ្នកស៊ីតែពេលនេះយើងឈប់ទៅរំខានអ្នកភូមិទៀតហើយព្រោះហេតុអីទៅឯងដឹងខុសហើយមែនទេមែនហើយយើងដឹងខុសហើយយើងមិនទៅរំខានអ្នកភូមិទៀតទេតាមពិតបិសាចចចបានដឹងពីគម្រោងការរបស់អ្នកភូមិហើយវាក៏បានព្យាយាមទម្លាក់កំហុសនេះទៅកាន់ពស់យក្សប៉ុណ្ណោះជារឿងល្អណាស់ដែលឯងចេះដឹងល្អនឹងអាក្រក់បែបនេះឯងដឹងទេអ្នកភូមិគេរស់នៅទាំងភ័យខ្លាចណាខ្ញុំដឹងហើយប៉ុន្តែខ្ញុំមានរបស់មួយនៅក្នុងភូមិខ្ញុំមិនហ៊ានទៅយកទេតើឯងអាចទៅយកជំនួសខ្ញុំបានទេតើនោះជារបស់អីទៅគឺជាកន្ទុយមាសពីដូនតារបស់ខ្ញុំកន្ទុយនោះលាក់នៅក្នុងខ្លួនពពែងាប់មួយក្បាលណាពិតមែនទេមែនហើយខ្ញុំបានកែខ្លួនទៅហើយតែបើខ្ញុំទៅពេលនេះពួកគេនឹងសម្លាប់ខ្ញុំជាមិនខានសូមឯងទៅយកឲ្យខ្ញុំផងណាតែបើខ្ញុំទៅមុខជាមានគ្រោះថ្នាក់ជាមិនខានទេមិនអីទេព្រោះគ្រប់គ្នាគេគិតថាឯងជាពស់តាំងសិលគេមិនសម្លាប់ឯងទេបាញ់អញ្ចឹងខ្ញុំនឹងទៅយកកន្ទុយនោះឲ្យឯងវិញចុះពស់យក្សហេតុតែជាសត្វមានអ្នកតាកាន់មានសិលទៅមានក្តីមេត្តាជួយដល់បិសាចចចគ្រានោះវាក៏បានលូនចេញទៅយកកន្ទុយចចនៅក្នុងភូមិពស់យក្សនេះវាល្ងងណាស់ចាំមើលចុះអ្នកភូមិនឹងសម្លាប់វាចោលហើយឆ្លៀតឱកាសនោះយើងនឹងទៅស៊ីអ្នកស្រុកម្ដងទៀតពស់យក្សកាន់សិលមិនដឹងទេថានេះគឺជាល្បិចបិសាចចចតាមពិតវាគ្មានកន្ទុយមាសនោះឡើយនៅតាមផ្លូវចៅពស់តើចៅកំពុងទៅណាហ្នឹងលោកតាចៅកំពុងទៅយកកន្ទុយចចកនៅក្នុងភូមិហ្នឹងណាលោកតាតើបិសាចចចកវាភ្លេចកន្ទុយមាសនៅក្នុងភូមិមែនទេចៅចាញ់បោកវាទៅដឹងអីចៅជឿថាបិសាចចចកមិនកុហកទេលោកតាចំជាព្រំលិខិតកម្រិតកម្មមែនតើលោកតាកំពុងតែគិតពីអីហ្នឹងលោកតាគ្មានអីទេចៅកូនសំណាងល្អណាតាលាហើយលាលោកតាហើយពស់កន្ទុយកត់ក៏បានចូលទៅដល់ក្នុងភូមិតើបិសាចចចកទុកកន្ទុយមាសនៅទីណាទៅណោះអូនោះហើយសត្វពពែកន្ទុយមាសមុខจะនៅក្នុងពោះវាជាមិនខានទេគ្រានោះដោយមិនប្រយ័ត្នពស់កន្ទុយកត់ក៏បានធ្លាក់ចូលក្នុងរណ្ដៅដែលអ្នកភូមិចេះតែម្ដងតើមានរឿងអីហេតុអីក៏ទីនេះមានរណ្ដៅបែបនេះខ្ញុំចាញ់កលបិសាចចចកឲ្យមើលទៅក្នុងគ្រានោះពូប្រាតពូកៅមីងណយក៏បានមកដល់សម្រាប់ឲ្យលបងកៅពស់យក្សនេះហើយគឺជាពស់ដែលបានស៊ីអាពៅនោះពួកយើងនាំគ្នាដុតវាចោលទៅមែនហើយសម្រាប់វាចោលទៅពស់នេះអាក្រក់ណាស់តែខ្ញុំគិតថាចាំលបងមេភូមិមកសិនទៅក្នុងពេលនោះដែរមេភូមិនិងមេត្រីក៏បានមកដល់ល្មមតើពួកយើងចាប់បានពស់យក្សនោះហើយមែនទេពុកតើពស់នេះគឺជាពស់ដែលសម្លាប់អាពៅនិងសត្វអ្នកស្រុកមែនទេពុកមិនច្បាស់ដែរតែមើលចុះវាគួរឲ្យខ្លាចណាស់ពិតជាវាមែនហើយខ្ញុំចាំយូរហើយលបងមេភូមិពួកយើងឆាប់ដុតពស់នេះចោលទៅគ្រប់គ្នាបំរុងតែដុតពស់ទៅហើយចំណែកពូរ៉េតក៏បានមកមើលនិងបាននិយាយថាឈប់សិនអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាគិតថាពស់នេះគឺជាពស់ដែលសម្លាប់អាពើមែនទេក្រៅពីពស់នេះគ្មានពស់ណាក្រៅពីវាទៀតទេវាគឺជាពស់យក្សកំណាចមើលចុះខ្លួនវាធំយ៉ាងនេះវាមុខជាស៊ីមនុស្សអស់ច្រើនហើយពូរ៉េតបានសម្លឹងមើលពស់ចុះឡើងគាត់បានសម្គាល់ឃើញថាពស់នោះមានកន្ទុយកត់ហើយពស់នោះទៀតសោតជាពស់ដែលគាត់បានស្គាល់ផងដែរតាមពិតគឺជាឯងតើឯងគឺជាអាកុនមែនទេឯងនិយាយមកថាឯងមិនបានស៊ីមនុស្សទេពស់មិនបាននិយាយអ្វីនោះទេព្រោះពស់មិនអាចនិយាយបានជាមួយមនុស្សគ្រប់គ្នាឡើយលើកលែងតែពូរ៉េតតែប៉ុណ្ណោះបើឯងមិននិយាយទេគ្រប់គ្នាគេនឹងសម្លាប់ឯងហើយលបងរ៉េតកំពុងតែនិយាយជាមួយពស់មែនទេឆាប់សម្លាប់វាចោលទៅនៅខាត់ពួកយើងដល់ណាទៀតអ្នកទាំងអស់គ្នាសូមកុំតន់សម្លាប់ពស់នេះអីខ្ញុំគិតតែពួកយើងស៊ើបឲ្យដឹងការពិតសិនទៅចាំសម្លាប់បានទេលោកប្អូនរ៉េតនិយាយត្រូវមួយយ៉ាងដែរតែពួកយើងត្រូវតែប្រយ័ត្នបំផុតតើធ្វើយ៉ាងណាទៅលបងមេភូមិបើទុកពស់នេះគ្រប់គ្នាមុខជាមានគ្រោះថ្នាក់មិនខានទេគិតបែបនេះចុះ
ពួកយើងដាក់ត្រង់ដែកវាសិនទៅចាំយើងរកការពិតឃើញចាំពួកយើងដុតវាសម្លាប់ក៏បានដែរ មិនដឹងអាណិតវាធ្វើស្អីទេវាគឺជាពស់កាច់សាហាវដុតវាចោលតែម្ដងទៅចប់រឿងហើយ មែនហើយគ្រាន់តែសម្លាប់វាចោលទៅក៏បញ្ចប់រឿងបាត់ទៅហើយនៅរេរដល់ណាទៀតវាគ្រាន់តែជាសត្វដេរិឆានតើអត់ទេលបងទោះជាសត្វមែនតែមើលចុះវាធំយ៉ាងនេះមុខជាពស់កាន់សើមខានទេអញ្ចឹងតើលោកប្អូនមានអ្វីមកបញ្ជាក់ឲ្យអ្នកភូមិនោះឥឡូវនេះយើងឃុំពស់នេះទុករយៈពេល3ថ្ងៃសិនទៅខ្ញុំនឹងរកការពិតឲ្យឃើញបើខ្ញុំរកមិនឃើញទេចាំពួកយើងសម្លាប់វាចោលក៏បានដែរបានចូលអ្នកស្រុកទាំងអស់នាំគ្នាធ្វើត្រង់ដែកឲ្យមាំដើម្បីឃុំពស់នេះទុកសិនទៅ គ្រប់គ្នាបានធ្វើទ្រង់ដែកធំមួយនិងខំពស់នោះទុកឃើញឱកាសស្ងាត់ពូរ៉េតក៏បានចូលទៅនិយាយជាមួយពស់ថា ហេតុអីក៏ឯងមិនព្រមកិច្ចចេញបែបនេះគ្រាន់តែបំបែកត្រង់នេះមិនពិបាកសម្រាប់ឯងនោះទេខ្ញុំមិនចាក់ចេញពីទីនេះទេខ្ញុំនឹងធ្វើឲ្យអ្នកភូមិឃើញថាសត្វទាំងអស់គឺមិនសុទ្ធតែកាចសាហាវនោះទេតែបើខ្ញុំរកការពិតមិនឃើញទេនោះឯងមុខជាស្លាប់ជាមិនខានទេខ្ញុំជឿទៅលើអំពើល្អបើសិនជាខ្ញុំពិតជាមានបាបកម្មរាប់ទុកតែខ្ញុំស្លាប់ទៅចុះហេតុអីក៏ឯងគិតបែបនេះបើសិនជាខ្ញុំស្លាប់ដោយសារតែការសម្លាប់ដោយភ័ន្តច្រឡំនោះមានន័យថាជាកម្មពៀររបស់ខ្ញុំហើយបើជាកម្មខ្ញុំមែនក៏លែងមានកម្មជាប់ជំពាក់ទៀតដែរតាមនឹងទៅចុះអញ្ចឹងមិនអីទេខ្ញុំនឹងព្យាយាមជួយដល់ឯងឲ្យទាល់តែបានក ន្លងទៅ1ថ្ងៃ2ថ្ងៃ3ថ្ងៃក៏បានមកដល់ចំណែកឯបិសាចចចកមិនបានឃើញពស់ទៀតទេវាគិតថាអ្នកភូមិសម្លាប់ពស់បាត់ទៅហើយនៅចុងភូមិ ល្អខ្លាំងណាស់ពេលនេះអ្នកភូមិមុខជាគិតតែគ្មានអ្នកណាចូលមកយាយីទៀតទេព្រោះពួកគេគិតថាពស់នោះជាពស់អាក្រក់ទៅហើយសំមុខហើយដែលឯងមកទទួលយកសេចក្តីស្លាប់ជំនួសយើង ក្នុងគ្រានោះពូប្រាជ្ញនិងពូរ៉េតក៏បានមកដល់ តើឯងជានរណាជាបិសាចមែនទេចំជាចង្រៃមែនមានមនុស្សឃើញតល់ទៅបានមែនហើយយើងមកនេះគឺយើងចង់ស៊ីឯងនឹងហើយ ក្នុងពេលនោះបណ្ដូលក៏បានដើរមកដល់ផងដែរ យើងសង្ស័យឯងយូរហើយតើឯងជាអ្នកចាប់អាពៅនឹងស៊ីសัตว์អ្នកស្រុកអ្នកភូមិមែនទេមែនហើយឆាប់និយាយមកបានជាដឹងទៅហើយយើងប្រាប់ទៅចុះគឺយើងនេះហើយចំណែកពួកឯងវិញសូម្បីតែម្នាក់ក៏យើងមិនអោយរស់ដែរបើអញ្ចឹងមានន័យថាពស់យក្សមិនមែនជាអ្នកសម្លាប់ទេមែនទេវាជាពស់ល្ងីល្ងើសម្រាប់ងាប់ជំនួសយើងតែប៉ុណ្ណោះសំមុខវាហើយ កាលៈទេសៈនោះមេភូមិនិងមេត្រីក៏បានមកដល់ដូចគ្នាក្នុងពេលនោះដែរបិសាចចចកបំរុងនឹងខាំគ្រប់គ្នាតែពូរ៉េតក៏បានសូត្រមន្តអាគមយកកំបិតផ្កាក់គប់ទៅលើបិសាចធ្វើឲ្យមុតចំដើមទ្រូងដួលទៅលើដីមួយរំពេច អូយឈឺណាស់ឯងអូយ ដោយសារតែវាឈឺចាប់ពេកវាក៏បានស្លាប់ក្នុងគ្រានោះទៅ គ្រប់គ្នាបានដឹងការពិតហើយថាពស់នោះមិនមែនជាអ្នកសម្លាប់អ្នកភូមិយើងទេតើអាចដោះលែងគេបានហើយមែនទេ មានន័យថាពស់ជាក់មិនបានសម្លាប់អ្នកភូមិនិងសត្វស្រុកទេមែនទេពូ មែនហើយពួកយើងយល់ច្រឡំលើពស់ហើយពស់នេះគឺជាពស់មានសិលអ្នកតាកាន់វាគឺមិនអាចសម្លាប់មនុស្សបានទេពួកយើងគួរតែដោះលែងពីទ្រង់បានហើយ ក្នុងគ្រានោះគ្រប់គ្នាក៏បានយល់សពកិច្ចការអស់ហើយក៏លែងសម្លាប់ពស់ទៀតដែរនៅកន្លែងឃុំពស់ជា ឥឡូវនេះឯងទៅក្នុងព្រៃវិញចុះហើយឈប់មកក្នុងភូមិនេះទៀតណាបាទពូចាប់ពីពេលនេះទៅខ្ញុំនឹងសន្សំបុណ្យរក្សាសិលឲ្យបានល្អឈប់បង្ហាញខ្លួនឲ្យអ្នកភូមិខ្លាចរអាទៀតហើយពូ ចាប់តាំងពីពេលនោះមកអ្នកភូមិបានយល់ពីរឿងរ៉ាវទាំងអស់ចំណែកពស់កន្ទុយកត់ក៏បានសម្ដៅទៅក្នុងព្រៃបាត់ទៅ សង្ឃឹមថាក្នុងភូមិលែងមានរឿងហេតុអាក្រក់ទៀតទៅចុះ ចាប់តាំងពីពេលនោះមកគ្រប់គ្នាក៏លែងមានគ្រោះថ្នាក់ដោយសារសត្វសាហាវទៀតដែរនិងរស់នៅសុខសាន្តតរៀងទៅ